បាទជម្រាបសួរថ្ងៃនេះខ្ញុំបង្ហាញពីរបៀបធ្វើធុងឈើសម្រាប់កុំព្យូទ័រចាស់របស់យើងកុំព្យូទ័រចាស់នេះឈ្មោះថា ThinkCenter របស់ Lenovo M82 វាមាន CPU i7 377 4 core 8 thread ហើយថ្ងៃនេះយើងផ្លាស់ប្ដូរសម្រស់ឲ្យវាពីធុង4ជ្រុងចតុកោណកែងមកជាធុង cube ធុង cube ពីឈើយើងដោះយកអ្វីដែលយើងអាចប្រើប្រាស់បានពីធុងចាស់របស់យើងដូចជាកង្ហា board hard disk RAM CPU ដោយសារតែចំណែកឯ CD-ROM ហើយនឹង floppy អីហ្នឹងគេលែងប្រើអញ្ចឹងយើងអត់ប្រើទេចំណែក hard disk យើងអាចយើងប្រើចាស់របស់វាប៉ុន្តែយើងនឹងប្រើ SSD សម្រាប់ដាក់ OS ហើយ hard disk ចាស់យើងសម្រាប់ដាក់ទិន្នន័យចំណែក PSU របស់វាវិញគឺតាម100 W ជាងទេហើយយើងប្រើនឹង upgrade GPU វាមកប្រើ AMD 6600អញ្ចឹងយើងត្រូវ upgrade PSU វាប្រើធំជាងនឹងប្រើ600 W ម៉ាស៊ីននេះដែរខ្ញុំមានកម្រងនឹង install Linux ដាក់ SteamOS ហើយដើម្បីលេងហ្គេមរបស់ Steam អញ្ចឹងCPU យើងប្រើ i7 377 4 core 8 thread វាស្តៀងនឹងCPU របស់ Steam Deck ដែរហើយចំណែក GPU យើងអាចប្រើ AMD 580 ឬមួយក៏ AMD 6600តែដោយសារតែ580ខ្ញុំរកទិញអត់បានចឹងខ្ញុំទិញ6600 6600តម្លៃវាប្រហែលជា100បើAMD 580តម្លៃវាខ្ទង់60 70ចំណែក CPU 377នេះខ្ញុំទិញមកទឹកប្រហែលជា$25រីឯ RAM របស់វាវិញយើងប្រើ RAM របស់វាបានតែ 8GB អញ្ចឹងយើងទិញមួយដើមទៀតមួយដើម 8GB DDR3 ប្រហែលជាអស់10រៀលធុងយើងនេះបាទវាយើងធ្វើជាអូក្តាលមួយទៅដើម្បីយើងបែងចែកវាជាពីរ partition មួយខាងយើងដាក់ board ហើយនឹង CPU GPU មួយខាងទៀតយើងដាក់ PSU ហើយនឹង hard disk អញ្ចឹងយើងប្រើម៉ាស៊ីនអានេះគេហៅម៉ាស៊ីន router ដើម្បីបង្កើតជាអូក្តាលមួយហើយបន្ទាប់មកយើងដាក់ក្តារសូកនឹងជាអូនោះដើម្បីវានឹងម៉ាស៊ីននេះខ្ញុំទិញតម្លៃវាប្រហែល$30អានឹងវាតាមល្បឿនលឿនល្បឿនយឺតយើងទិញអាខ្នាតតូចទៅយើងប្រើម្ដងម្កាលក្តារដែលខ្ញុំប្រើនេះហៅក្តារ MDS ហើយវាមានកម្រាស់9 មីលីម៉ែត្រហើយខ្ញុំបានកំងឲ្យគេកាត់ទំហំ30 x 30 សង់ទីម៉ែត្រ6ស្លឹកខ្ញុំកំងឲ្យគេកាត់6ផ្ទាំងហ្នឹងអស់20រៀលជាងនេះយើងយកដៃចាស់មកចាប់យកដៃចាស់របស់វាមកប្រើយើងកាត់កន្លែងនេះតិចទៅចំណែកឲ្យលើហើយបន្តមកយើងចាប់វាចាប់មួយឈើទៅបានយើងចាប់បតចូលជាមួយដៃហ្នឹង អ
ចំណុចជាងខាងនេះយើងនឹងចាប់ power supply PSU ហើយនឹង hard disk សម្រាប់ GPU វាខ្ញុំអត់ដោតចូលនៅក្នុងរុន PCI Express ទេអញ្ចឹងខ្ញុំប្រើគេហៅ GPU riser cable យើងតវាពីរុន PCI Express ដើមនៅលើ motherboard មកហើយវាមានជើងវាមួយទៀតអានេះគេហៅ extension ក៏ត្រូវដែរ extension cable អានេះវាមាន version វាមាន PCI Express 3ហើយនឹង PCIe 4ដោយសារតែ board យើងស៊េរីចាស់យើងប្រើ PCIe 3ទៅតម្លៃវាប្រហែលជា10រៀលយើងតវាហើយយើងដាក់ឈើមួយអមវាដើម្បីយើងអាចដក GPU ទៅវាត្រង់ខ្សែខ្លះវាមានទម្រនឹងស្រាប់ខ្សែខ្លះវាអត់មានទេអញ្ចឹងយើងប្រើឈើមកហើយយកកាវឈើនេះយកមកបិទវាភ្ជាប់គ្នាទៅមូលខ្ចៅវាទៅឲ្យវាឈរនឹងត្រង់ដើម្បីយើងដាក់ GPU ទៅវានឹងកាវនេះប្រើពេលមួយកន្លះថ្ងៃដែរដើម្បីឲ្យវាស្ងួតវារឹងអញ្ចឹងការងារនេះវាត្រូវការភាពអំណត់យើងអាចធ្វើតែមួយថ្ងៃពីរថ្ងៃហើយទេធុងនេះខ្ញុំចំណាយពេលជិតមួយអាទិត្យដែរត្រឹមធ្វើហើយបន្ទាប់ពីការវាស្ងួតរឹងហើយយើងយក GPU មកតេស្តសាកមើលដាក់តើវាសមអត់វានឹងអត់បន្ទាប់មកយើងចោះរុននៅផ្នែកខាងក្រោយធុងយើងរកកន្លែងយើងចោះប្រហោងដាក់អង្ហាខាងក្រោយយើងចោះប្រហោងដាក់IO កន្លែងដោតរុន USB អីនៅខាងក្រោយ board ហើយនឹងរុនសម្រាប់ខាងក្រោយ GPU ផងដែរយើងចោលរួចហើយយើងបិទកាវវាមកបិទកាវវាជាប់គ្នា
ខាងមុខនេះយើងជាប់ប្រហោងមូលមួយដើម្បីយើងដាក់កង្ហារមួយពីមុខកង្ហារ12សង់ទីម៉ែត្រហើយយើងចោះរុនជាបន្តឆ្នោតដើម្បីឲ្យមានខ្យល់ចេញចូលខាងមុខនេះយើងនឹងបិទសំណាញ់វានៅពីមុខដើម្បីកុំឲ្យដីច្រើនពេកបើយើងមានថ្នាំឈើយើងលាបថ្នាំឈើនឹងពណ៌ពីក្រៅវាទៅហើយខាងក្នុងខ្ញុំលាបពណ៌ខ្មៅបន្តមកយើងចាប់គ្រឿងក្រៅចូលទៅនេះយើងចាប់ដើមបិទសំណាញ់ហើយយើងប្រើកៅជាសាសដើម្បីបិទគេមវាសំណាញ់ជាមួយឈើយើងបិទម្ដងតិចយើងបិទថយយើងបិទបានតិចទៅយើងទុកឲ្យវាស្ងួតសិនទៅយើងបិទតទៀតយើងបិទតែកន្លែងគេមទេគេមជុំវិញវាហ្នឹង
នេះប៊ូតុងចុចបិទបើកកុំព្យូទ័រគេហៅ Lighting Switch វាប្រភេទប៊ូតុងចុចម្ដងជាប់ចុចម្ដងទៀតផ្ដាច់នេះប៊ូតុងខាងមុខវាប៊ូតុងខាងមុខពីកុំព្យូទ័រចាស់របស់ខ្ញុំពី case ចាស់អញ្ចឹងយើងយកមកដាក់ខាងមុខដែរខ្ញុំចូលចិត្តប្រើឈើពីព្រោះឈើយើងប្រើកាវបិទវាចប់ស្រួលបន្ទាប់មកយើងដំឡើងកង្ហារខាងមុខកង្ហារនេះមានទំហំ12សង់ទីម៉ែត្រយើងដាក់វាចំកណ្ដាល partition ទៅដើម្បីម្ខាងយើងបានខ្យល់ទៅជួយបក់ផ្នែក CPU និង mainboard ហើយម្ខាងទៀតទៅជួយបក់PSU យើងនៅជិតខាងគ្នាចែកគ្នាប្រើទៅកុំប្រើតែម្នាក់ឯងនេះ board សម្រាប់ស្រែភ្លើងកង្ហារយើងអាចថយ volt ថយអីវាបានអញ្ចឹងខ្ញុំប្រើ board នេះដើម្បីបន្ថយល្បឿនវិលរបស់កង្ហារអានេះវាមានភ្លើងចូលភ្លើងចេញភ្លើងចូលរបស់វាយើងយកពីនេះពី power supply មកប្រើមកភ្លើងចូល12 volt យើងត្រូវកាត់ខ្សែពណ៌លឿងមួយពណ៌ខ្មៅមួយតមកកន្លែងចេញនេះយើងយកចេញពីដង្ហើមនេះកង្ហារកន្លែងចេញយើងតទៅកង្ហារទៅតែនេះសម្រាប់នេះសារ៉េល្បឿនកង្ហារវិលលឿនវិលយឺតដូចខ្ញុំនិយាយអញ្ចឹងយើងប្រើឈើយើងស្រួល
dương trong bật tộc lại ná các bạn đấy dương pra cao chia sẻ bật tới hay dương trong về chọc này chừng nắng dương một sao về time tới hay nay chơi nước banh nè dương vô anh na dương rồi tới bộ chơi với sro đây bộ chơi là miền cầm ra đang đôi trăm bầm buồn pin mà đấy dương ai vô rona về chơi về tôi tới sầm lập dương praka lạnh xem dươngរៀបចំដាក់ mainboard ចូលទៅ complex ស្ទះក្រោយវា បន្ទាប់មកយើងចាប់កង្ហាក្រោយចូលធុងនេះខ្ញុំប្រើកង្ហាតែមួយគ្រាប់ទេសម្រាប់បឺតខ្យល់ចេញពី CPU ប៊ូតុង power នេះយើងតចេញពីប៊ូតុង power ចាស់ប៊ូតុង power ចាស់វាមានខាងលើមួយខាងក្រោមមួយនៅពេលដែលយើងចុចប៊ូតុងគឺខាងលើនិងខាងក្រោមវាជាប់គ្នានៅពេលដែលយើងបលេងគឺវាផ្ដាច់ចេញពីគ្នានេះយើងប្រើប៊ូតុងក្រៅអានេះគេហៅប្រភេទ non latching ប៊ូតុងហ្នឹងបានន័យថាយើងពេលយើងសង្កត់វាអត់ជាប់នៅនឹងទេពេលយើងចុចវាអត់ជាប់ទេពេលយើងចុចទៅវាត្រឡប់មកសភាពដើមវិញបើមកប៊ូតុងមួយទៀតយើងចុចទៅវាកប់នៅក្នុងហ្នឹងវាជាប់អញ្ចឹងវាមានដោយវាសម្រាប់ត4 ពីលើនេះគឺសម្រាប់តចេញពន្លឺភ្លើងនេះក្រហមនេះហើយមួយទៀតសម្រាប់ភ្ជាប់ពេលយើងចុចវាចេះចុចវាសកត់ចេះវាចំនេះ
វាចាប់ប៊ូតុងនេះមកប៊ូតុងនេះវាតគ្នាដូចស្ពានអញ្ចឹងហើយចឹងយើងតខ្សែគេមាននេះស្រោបវានេះស្រោមវានេះគេតខ្សែយើងស្រេចបើយើងមិនប្រើនេះក៏បានដែរយើងតឆៅចេញពីប៊ូតុងនេះមកក៏បានដែរតមកយើងចូលទៅក្នុងប៊ូតុងដើមគេប៊ូតុងដើមគេគឺពេលយើងចុចអានេះគឺវាចប់ពីប៊ូតុងទី1ទៅជើងទី1ទៅជើងទី2ជើងទី1នេះជើងទី1ជើងទី2ពេលយើងចុចសកលអានេះជើងនេះវាភ្ជាប់ទៅអានេះពេលប្រឡែងគឺវាអត់ចប់គ្នាទេហើយជើងទី1នេះវាចប់នឹងជើងចុងនេះអញ្ចឹងយើងប្រើមួយណាក៏បានដែរអាជើងនេះវាចប់នឹងជើងនេះអញ្ចឹងយើងប្រើខាងនេះក៏បានខាងនេះក៏បានអញ្ចឹងយើងតខ្សែវាមកខ្សបខ្សែវាមកតចូលជើងនេះហើមកន្សៃទៀតយើងតចូលជើងម្ខាងទៀតនៅពេលដែលយើងចុចប៊ូតុងនេះអាពីរនេះវាជាប់គ្នាពេលយើងចុចវាជាប់គ្នាពេលយើងចុចហើយយើងប្រឡែងដៃវាដាច់វិញហើយចំណែកខ្សែភ្លើងភ្លឺពន្លឺប៊ូតុងនេះវាមានក្រហមនិងខ្មៅខ្មៅយើងតជាមួយនេះជើងនេះខាងដកគឺពណ៌ខ្មៅខាងបោកគឺពណ៌ក្រហមនេះយើងតនៅត្រង់នេះក៏បានប៉ុន្តែដោយសារត្រង់នេះវាទូចអញ្ចឹងខ្ញុំតជើងលើនេះវិញយើងមើលយើងដឹងតែថាជើងវាជាប់ទៅណាយើងមើលតាមអានេះអាខ្សែវានេះឃើញអានេះជើងវែងដកនេះវារត់តាមនេះទៅដល់ជើងទីប្រហែលយើងមើលហ្នឹងទៅយើងតទៅបោកនេះក៏ចឹងដែរបោកនេះវាចេញមកនេះខ្សែវាចេញមកនេះដល់ជើងទី1អញ្ចឹងយើងក្រហមខាងបោកយើងតជើងទី1ទៅខ្មៅយើងតជើងទី2ទៅភ្លើងនេះគឺពេលយើងបើកកុំព្យូទ័រមកវាភ្លើងដល់ពេលអាភ្លើងមួយនេះគឺភ្លើងហាត់នេះអានេះកុំព្យូទ័រស៊េរីចាស់ប៉ុន្តែបើស៊េរីថ្មីខ្ញុំមិនដឹងយ៉ាងម៉េចដែរណាយើងតខ្សែពី power supply ចូលមកបតមកតមកយើងតខ្សែ CPU នេះខ្សែភ្លើងចូល CPU USB ខាងមុខមានពីរសរសៃខាងនេះអាមួយគឺខ្សែសំឡេងអាមួយទៀតគឺខ្សែ USB យើងមើលតាមពណ៌ទៅភាគច្រើនវាមានពណ៌វាហ្នឹងពណ៌ត្នោតហើយវាមានអានេះសម្រាប់សង្កលនេះរុនមួយដែលมันមានប្រហោងខ្ញុំមើលទៅគឺលើបតយើងខាងណាមានប្រហោងតែក្បាលវាត្រូវទៅចូលទៅចំណែកនេះពណ៌លឿងខ្ញុំមើលទៅជួនកាលវាមានអក្សរវាបន្ទាប់មកគឺខ្សែប៊ូតុង power បិទបើកយើងតដោយអានេះគេហៅ PCIe Riser យើងស្រាប់ត extension ពីរុន PCIe Express នេះមកដាក់ខាងកើតនេះព្រោះអីដាក់កន្លែងនេះវាជាតិពេក
tụi nó cạt cạt tiếng tụi nó cạt tiếng cạt về chơi tiếng đầu tụi đi má thì xài về connect tới đôi giờ cao nó đau đằng lại này chẳng anh ấy hay expansion card extension card nó vẫn đọt xài hạt đi trôi nữa lượng power hạt điยังไง vô bị pen board กับบ้านยัง vô bị xa power supply กับบ้านtrongการnàyนี่ยัง vô bị power supply ได้xaแต่วินจัดยังเพลิงปีเมนบอร์ดไอทีปียังกำมอยเมนบอร์ดยังกระไดของรถเพลิงอัดฉลองกัดเมนบอร์ดจังวิธีเวียดใส่กระไดยังในเพลิงโจของฮาวทอมคำแบบนี้ถ้าการเพลิง10 โวลต์จังยังกัดโยกสายปีสายเพลิงปี power supply มาปอเรื่องนี้คือ12 โวลต์บวกไอ้ปอขมานี่คือแม่ ground ยังต่อโจอะไรโจบอร์ดคอนโทรลระเบิดบอกกับหานี่โจđọ nó lỡ bụng nó cám hè nick sai với trên tới còn hà này bây giờ anh pra bút tổng đấy sao cái chia là bươn về vần lươn vần dượt bàn anh ấy dương nằm lại chương trô bỏ mà sân dưỡng vì mình buồn crop
ในខាងស្ដាំយើងប្រើប្រទេសក្តារបិទប៉ុន្តែខាងឆ្វេងនេះយើងប្រើប្រទេសអាគ្រីលិកប្រទេសអាគ្រីលិកនេះមានគេលក់ដែរយើងកំងតាមទំហំទៅប្រទេសដែលខ្ញុំទិញនេះតម្លៃវាចូល$5ជាងទំហំវា29x29 សង់ទីម៉ែត្រវាមានពណ៌ច្រើនឲ្យយើងរើសហើយយើងមានពណ៌ខ្មៅពណ៌ទឹកតែពណ៌លឿងពណ៌ក្រហម
ធុងយើងបានធ្វើរួចរាល់ហើយជំហានបន្ទាប់គឺយើងដំឡើង Windows យើងតេស្តកម្ដៅយើងតេស្តកម្ដៅ GPU benchmark វាទៅឃើញថាវាដើរក្នុងកម្ដៅមួយដែលយើងអាចទទួលយកបានចន្លោះ60ទៅ70អង្សាហើយចាំមើលវីដេអូបន្តទៀតខ្ញុំនឹងបង្រៀនរបៀបដំឡើង Linux ហើយនឹង SteamOS